រឿនភ្នំសុព័ន្ធកល័យកាលពីព្រេងនាយមានក្រពើមួយឈ្មោះសុព័ន្ធកល័យខ្លួនធំមហិមាមានឫទ្ធានុភាពពូកែណាស់ឥតក្រពើណាប្រឡងរឹតផងបានអាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលីដែលសពថ្ងៃហៅភូមិអន្លង់សាលីក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនាខាងក្រោមភ្នំសុព័ន្ធកល័យចម្ងាយប្រហែល1 គីឡូម៉ែត្រក្នុងសម័យជាមួយគ្នានោះនៅឃុំមហាលៀបស្រុកកោះសុទិនក្នុងខេត្តកំពង់ចាមមានក្រពើមួយឈ្មោះនាងឱរ៉ៃនៅអាស្រ័យក្នុងទឹកទន្លេតូតត្រង់កំពង់វត្តមហាលៀបជាក្រពើរបស់លោកសង្ឃចិញ្ចឹមពេលលោកនិមន្តទៅបិណ្ឌបាតក្រពើនោះតែងបញ្ជិះចម្លងលោកទើដល់លោកនិមន្តត្រឡប់មកវិញជាធម្មតាក្រពើនោះមានមាឌធំណាស់ក្បាល7 ហត្ថតំណែងខ្លួនជាមនុស្សបានការវាតំណែងខ្លួនជាមនុស្សបានឮពាក្យមនុស្សនិយាយគ្នាថាក្រពើឈ្មោះនាងឱរ៉ៃធំអ្វីប៉ុណ្ណឹងក្រពើឈ្មោះសុព័ន្ធកល័យនៅអន្លង់សាលីធំជានេះទេទៀតនាងឱរ៉ៃបានឮមនុស្សនិយាយដូច្នេះក៏នៅជាក្រពើដូចដែរហែលទៅតាមទន្លេតូចមានចម្ងាយច្រើនគីឡូម៉ែត្រសំដៅទៅរកក្រពើសុព័ន្ធកល័យដោយប្រាថ្នានឹងប្រឡងរឹតគ្នាលុះចេញទៅដល់មាត់ពាមផ្កាយម្រេចប្រទះនឹងតាចាស់យីចាស់កំពុងចែវទូកឆ្លងទន្លេធំនាងឱរ៉ៃក៏គិតថាបើខ្លួនអញនៅជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេព្រោះគាត់ខ្លាចដូច្នេះគួរអញនិមិត្តខ្លួនជាលោកនេនទើបសុំដោយសារគាត់បានគិតហើយក៏និមិត្តខ្លួនជាលោកនេនសុំដោយសារជាមួយតាយាយបានដួតបំណងនាងឱរ៉ៃលោកនេនមិនបានឲ្យតាចែវកន្សោទូកទេបង្គាប់តាថាសូមតាទើអង្គុយកិនជើងចែវខាងក្បាលទូកទប់ខ្លួនឲ្យនឹងចុះថាដូច្នេះហើយលោកនេនក្រពើក៏ខំចែវទូកលឿនបន្តិចម្ដងយូរទៅរឹតតែលឿនឡើងដោយអំណាចនាងឱរ៉ៃនិមិត្តយកកន្ទុយជួយកែវទឹកផ្សំផងចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែងក្រពើសុព័ន្ធកល័យនាងឱរ៉ៃលោកនេនសួរតាយាយថាតាឡើងត្រើយខាងស្ដាំណាតាឆ្លើយប្រាប់វិញថាតាឡើងត្រើយខាងស្ដាំនេះបានហើយលុះចូលទូកទៅដល់កំពង់នាងឱរ៉ៃលោកនេនជួយអូសទូកតាយាយផុតពីទឹកតាថាដាក់ទូកត្រឹងនឹងបានហើយនាងឱរ៉ៃលោកនេនថាពុំបានទេតាថាហើយក៏អូសទូកនោះទៅដាក់ដល់ចិញ្ចាមច្រាំងចងក្រៀកដោយច្រវាក់ភ្ជាប់នឹងបង្គោលព្រោះនាងឱរ៉ៃគិតថានៅពេលប្រឡងរឹតគ្នានោះរលកទឹកខ្លាំងណាស់ពោដល់ចិញ្ចាមច្រាំងបើប្រហែលមិនចងឲ្យជាប់មុខជានឹងអណ្ដែតទូកលងបាត់គិតហើយក៏សំដៅរឹតប្រែខ្លួនជាក្រពើលោតចុះទៅក្នុងទឹកហាលសំដៅទៅរកក្រពើសុព័ន្ធកាលីបានជួបហើយក៏ប្រខំគ្នាដោយរឹតយ៉ាងអស្ចារ្យបញ្ឈរខ្លួនផុតពីទឹកផ្អើលអស់មនុស្សមកមើលត្រៀបត្រារលកទឹកបោកហួសចិញ្ចាមច្រាំងលុះប្រខំគ្នាយូរទៅក្រពើនាងឱរ៉ៃមានរិទ្ធជាងខំត្រូវពោះក្រពើសុព័ន្ធកាល័យក៏ធ្លាយពោះស្លាប់មួយរំពេចទៅកើតជាភ្នំមួយហៅថាភ្នំសុព័ន្ធកាល័យតាមឈ្មោះក្រពើនោះដរាបមកដល់សព្វខែនេះភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាទៅរៀនមុនវិជ្ជានៅទីភ្នំនោះកំពុងអង្គុយស្វាតខ្ជាយតែងមានពួកបិសាចមកច្បងធ្វើជាដុំមៀកពុនដងទុំឬស្រីក្រមុំមកពិតអែបស្មាសងខាងបើអ្នករៀនវិជ្ជានោះភ្លាត់ចំណាប់ចង់បានរបស់នោះមុខជាពួកនេះវាយបំបាក់កស្រាប់ពុំខានកាលមានជ័យជំនះហើយក្រពើនាងឱរ៉ៃនោះក៏ត្រឡប់មកទីលំនៅវិញលុះបានយូរទៅបន្តិចទៅក្រពើនោះកំពុងតែបញ្ចេះលោកនេនឆ្លងទឹកស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្តដទៃទៀតមកបៀតបៀននាងឱរ៉ៃក៏គិតថាឥឡូវនេះនឹងទុកលោកនេននៅកន្លែងណារកកន្លែងនឹងដាក់គ្មាននាងឱរ៉ៃក៏លេបលោកនេនចូលទៅក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើជាបច្ចាមិត្តក្រពើបច្ចាមិត្តចាញ់ក្រពើនាងឱរ៉ៃហើយកិច្ចខ្លួនរត់បាត់ទៅលុះរួចកិច្ចប្រយុទ្ធហើយនាងឱរ៉ៃក៏ខ្ចាក់លោកនេនចេញពីពួកខ្លួនមកវិញឃើញលោកនេននោះសុគតទៅហើយ
ក៏កើតសេចក្តីសោកសៅក្រៃពេកនៅឱកាសដែលពួកមហាជនកំពុងធ្វើបុណ្យឆាបនកិច្ចរំលាយសពលោកនេននោះក្រពើនាងឱរ៉ៃក៏វាឡើងទៅដេកលើភ្នុកភ្លើងដែលកំពុងឆេះពេញអំណាចតេជោធាតុក៏ឆេះក្រពើនាងឱរ៉ៃនោះបាត់បង់ជីវិតទៅមួយរំពេចដែរ